សួស្តីអ្នកគ្នានៅក្នុងវីដេអូនេះគឺយើងនិយាយតាក់ទងជាមួយនឹងជីវិតអ្នកប្រាជ្ញម្នាក់ដែលគាត់ជាស្ត្រីហើយគាត់បានរកឃើញនៅសារធាតុវិទ្យាសកម្មហើយឈ្នះពានរង្វាន់ Nobel 2 ដងផងដែរអញ្ចឹងគាត់មានឈ្មោះថាលោកស្រី Marie Curie គឺជាបុគ្គលម្នាក់ដែលក្នុងចំណោមបុគ្គលដែលមានខួរក្បាលអច្ឆរិយៈបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិគាត់គឺជាស្ត្រីម្នាក់ដែលបានជំនះរាល់ឧបសគ្គបញ្ហាបានផ្លាស់ប្ដូរពិភពលោកហើយថែមទាំងទទួលបានពានរង្វាន់ Nobel 2 គ្រឿងផងដែរលោកស្រី Marie Curie ហ្នឹងគឺមានឈ្មោះពេញថា Maria Sklodowska កើតនៅក្នុងឆ្នាំ1867នៅក្នុងទីក្រុងវ៉ាសានៃប្រទេសប៉ូឡូញហើយកាលហ្នឹងប៉ូឡូញគឺជាប្រទេសដែលស្ថិតក្រោមអាណានិគមរបស់ប្រទេសរុស្ស៊ីលោកស្រីគឺមានឪពុកម្ដាយជាគ្រូបង្រៀនគាត់គឺជាកូនពៅនៅក្នុងចំណោមបងប្អូន5នាក់ហើយតាំងពីក្មេងមកគាត់គឺជាសិស្សដែលបកកែឆ្លាតហើយគាត់មានបំណងចង់សិក្សាផ្នែករូបវិទ្យាឲ្យចប់រហូតដល់ថ្នាក់សាកលវិទ្យាល័យប៉ុន្តែនៅប្រទេសប៉ូឡូញកាលសម័យហ្នឹងមានតែខាងបរោះទេដែលមានសិទ្ធិចុះឈ្មោះចូលរៀននៅផ្នែកសាកលវិទ្យាល័យហើយចំពោះស្ត្រីវិញមិនត្រូវបានអនុញ្ញាតឲ្យរៀនរហូតដល់ថ្នាក់ឧត្តមសិក្សាតែទោះជាយ៉ាងណាក្តីលោកស្រីមិនបោះបង់ក្តីសម័យចោលលោកស្រីបានខំរៀនផងធ្វើការផងដើម្បីសន្សំលុយរហូតអាចចេញបន្តការសិក្សានៅទីក្រុងប៉ារីសនៅក្នុងឆ្នាំ1891ដោយនៅពេលនោះលោកស្រីបានចូលរៀននៅសាកលវិទ្យាល័យ Sorbonne ហើយនៅក្នុងទីក្រុងប៉ារីសគាត់រស់នៅដាច់ឆ្ងាយពីគ្រួសាររៀនផងធ្វើការផងហើយអាហារដែលគាត់ហូបពីច្រើនគឺជានំប៉័ងជាមួយនឹងប៊ឺតែទោះជាយ៉ាងណាក្តីគាត់រៀនទទួលបានលទ្ធផលយ៉ាងល្អដោយរយៈពេលតែ2ឆ្នាំប៉ុណ្ណោះក្រោយពីចុះឈ្មោះចូលរៀនគាត់ទទួលបានសញ្ញាបត្រផ្នែករូបវិទ្យានៅក្នុងឆ្នាំ1893ហើយមួយឆ្នាំក្រោយមកទៀតបានបញ្ចប់បរិញ្ញាបត្រមួយផ្នែកទៀតគឺគណិតវិទ្យានៅក្នុងឆ្នាំ1894នៅក្នុងឆ្នាំ1894ហ្នឹងលោកស្រី Maria ហ្នឹងគាត់បានបដូរឈ្មោះទៅជា Maria ទៅតាមបែបបារាំងហើយបានចូលធ្វើការនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវមួយនៅក្នុងទីក្រុងប៉ារីសហើយគឺនៅទីនោះហើយដែលគាត់បានជួបអនាគតស្វាមីរបស់គាត់ឈ្មោះថា Pierre Curie គាត់ទាំងពីរបានរៀបការនៅខែកក្កដានៅក្នុងឆ្នាំ1895ហើយ Maria Sklodowska ហ្នឹងក៏បានក្លាយទៅជា Maria Curie គិតមកដល់នឹងពេលនោះPierre ហ្នឹងគឺមានអាយុច្រើនជាង Maria 8ឆ្នាំហើយ Pierre ហ្នឹងគឺជាអ្នកវិទ្យាសាស្ត្រដ៏ល្បីឈ្មោះម្នាក់រួចទៅហើយនៅក្នុងប្រទេសបារាំងហ្នឹងគាត់ទាំងពីរមិនត្រឹមតែជាគូជីវិតនោះទេប៉ុន្តែពួកគាត់ទាំងពីរក៏ជាដៃគូស្រាវជ្រាវវិទ្យាសាស្ត្រដ៏សំខាន់មួយផងដែរហើយក្រោយមកទៀតក៏ទទួលបានផលផ្លែដោយចេញជាសមិទ្ធផលដ៏សំខាន់មួយនៅក្នុងវិទ្យាសាស្ត្រសម័យទំនើបនៅក្នុងឆ្នាំ1895ហ្នឹងអ្នកវិទ្យាសាស្ត្រជាច្រើនមានការចាប់អារម្មណ៍ទៅលើរបបកំហុសថ្មីមួយរបស់អ្នកវិទ្យាសាស្ត្រជនជាតិអាល្លឺម៉ង់មួយរូបដែលតាក់ទងទៅនឹងកាំរស្មី X ចំណែក Maria វិញគឺគាត់ចាប់អារម្មណ៍ទៅលើកាំរស្មីមួយប្រភេទដែលចេញពីសារធាតុអុយរ៉ាញ៉ូមហើយកាំរស្មីនេះគឺត្រូវបានរកឃើញដោយអ្នកវិទ្យាសាស្ត្របារាំងឈ្មោះថា Henry Becquerel មនុស្សភាគច្រើនហៅកាំរស្មីនោះថាកាំរស្មីអុយរ៉ាញ៉ូមដោយសារតែគិតថាកាំរស្មីនឹងកើតចេញពីសារធាតុអុយរ៉ាញ៉ូមតែមួយគត់គាត់បានយកការសិក្សាអំពីកាំរស្មីនេះមកធ្វើជានិក្ខេបបទថ្នាក់បណ្ឌិតរបស់គាត់ដោយផ្ដោតការសិក្សាស្រាវជ្រាវទៅលើចំណុចសំខាន់មួយថាតើកាំរស្មីនឹងវាពិតជាកាំរស្មីពិសេសដែលចេញពីសារធាតុអុយរ៉ាញ៉ូមតែមួយគត់ឬក៏អាចចេញពីសារធាតុគីមីផ្សេងទៀតបាននៅក្នុងឆ្នាំ1898គាត់បានរកឃើញថាកាំរស្មីនោះគឺពិតជាកើតចេញពីសារធាតុគីមីផ្សេងទៀតពិតប្រាកដមែនហើយនៅពេលនោះហើយដែលប្តីរបស់គាត់ Pierre នឹងបានងាកមកសិក្សាប្រធានបទដូច Maria ដែរដោយស្រាវជ្រាវសិក្សាអំពីសារធាតុទាំងអស់នោះជាមួយគ្នានៅក្នុងរយៈពេលត្រឹមតែប្រហែលខែពួកគាត់ទាំងពីរហ្នឹងមិនត្រឹមតែរកឃើញភស្តុតាងបញ្ជាក់យ៉ាងច្បាស់លាស់ថាកាំរស្មីអុយរ៉ាញ៉ូមនោះនៅក្នុងសារធាតុគីមីផ្សេងទៀតទេគឺពួកគាត់ថែមទាំងបានរកឃើញសារធាតុគីមីពីរផ្សេងទៀតដែលបញ្ចេញកាំរស្មីដ៏ចម្លែកហ្នឹងដោយធាតុទី1ត្រូវបានគេដាក់ឈ្មោះថាប៉ូលីញ៉ូមដោយយកឈ្មោះទៅតាមប្រទេសកំណើតរបស់ Marie គឺប្រទេសប៉ូឡូញហ្នឹងហើយចំណែកសារធាតុគីមីទី2គឺត្រូវបានគេដាក់ឈ្មោះថារ៉ាយ៉ូមហើយកាំរស្មីដ៏ចម្លែកទៅកើតចេញពីសារធាតុគីមីទាំងអស់ហ្នឹងត្រូវបាន Maria នឹងដាក់ឈ្មោះថា radioactive ខ្មែរយើងហៅថាវិទ្យុសកម្មហ្នឹងលទ្ធផលនៃការស្រាវជ្រាវនេះបានជួយឲ្យ Maria ទទួលបានសញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រនៅក្នុងឆ្នាំ1903ហើយនៅឆ្នាំដដែលនោះស្នាដៃនៃការរកឃើញ
សារធាតុវិទ្យុសកម្មនឹងត្រូវបានគេស្នើជាជ័យលាភីពានរង្វាន់ Nobel ផ្នែករូបវិទ្យាតែពីដំបូងបេក្ខភាពឬក៏បេក្ខជនដែលគេស្នើទទួលបានពានរង្វាន់នឹងបើជាមិនមានឈ្មោះ Marie Curie ទេគឺមានឈ្មោះតែពីរអ្នកប៉ុណ្ណោះគឺ Henry Becquerel និង Pierre Curie រហូតតតែមានការតវ៉ាពីសំណាក់ Pierre Curie នឹងទៅចុងក្រោយក៏គេសម្រេចបកគលពានរង្វាន់នឹងទៅកាន់អ្នកទាំង3រួមគ្នាទៅនៅពេលនោះ Marie Curie នឹងបានក្លាយជាស្ត្រីទី1នៅក្នុងប្រវត្តិសាស្ត្រដោយបានទទួលពានរង្វាន់ Nobel ហើយលើសពីនឹងទៅទៀត8ឆ្នាំក្រោយមកនៅក្នុងឆ្នាំ1911 Marie Curie នឹងត្រូវបានគេបកគលពានរង្វាន់ Nobel ថ្មីមួយទៀតដោយលើកនេះបានពានរង្វាន់តែម្នាក់ឯងគឺពានរង្វាន់ Nobel ផ្នែកគីមីវិទ្យាតាក់ទងទៅនឹងការរកឃើញនិងការសិក្សាលម្អិតអំពីសារធាតុគីមី Radium Marie Curie នឹងទទួលបានមរណភាពនៅថ្ងៃទី4 កក្កដា1934ដោយជំងឺមហារីកដោយគិតថាប្រហែលជាកាត់ឡើងដោយសារតែការចំណាយពេលច្រើននៅក្នុងការធ្វើពិសោធន៍ជាមួយសារធាតុវិទ្យុសកម្មក៏ប៉ុន្តែវិទ្យុសកម្មនិងសារធាតុ Radium ដែលគាត់បានរកឃើញក្រោយមកបានក្លាយជាវិធីសាស្ត្រដ៏ចម្បងមួយដែលគេប្រើរហូតមកដល់បច្ចុប្បន្ននេះនៅក្នុងវិស័យវិទ្យាសាស្ត្រក្នុងការព្យាបាលជំងឺមហារីករបបគំហើញរបស់ Marie Curie និងរបបគំហើញរបស់អ្នកវិទ្យាសាស្ត្រផ្សេងទៀតនៅសម័យហ្នឹងដូចជាទ្រឹស្ដីរូបវិទ្យាកង់តិចរបស់ Albert Einstein ក៏ដោយគឺជាចំណុចចាប់ផ្ដើមនៃដំណើរវិវត្តន៍នៅរូបវិទ្យានុយក្លេអ៊ែរដែលជាវិទ្យាសាស្ត្រដ៏សំខាន់មួយចាប់តាំងពីសតវត្សទី20រហូតមកដល់សតវត្សទី21នេះរឹតតែសំខាន់ជាងនេះទៅទៀតនោះគឺដំណើរជីវិតនិងស្នាដៃរបស់លោកស្រី Marie Curie ក៏មានឥទ្ធិពលយ៉ាងខ្លាំងផងដែរទៅក្នុងសង្គមជាពិសេសឥទ្ធិពលទៅលើផ្នត់គំនិតតាក់ទងទៅនឹងស្ត្រីនៅក្នុងវិស័យវិទ្យាសាស្ត្រពីក្មេងស្រីដែលកើតនឹងធំដឹងក្តីនៅក្នុងប្រទេសដែលមនុស្សស្រីមិនត្រូវបានគេអនុញ្ញាតឲ្យចូលរៀនថ្នាក់សាកលវិទ្យាល័យនោះ Maria Sklodowska នឹងបានតស៊ូព្យាយាមជំនះគ្រប់ឧបសគ្គរហូតបានក្លាយទៅជា Marie Curie ស្ត្រីដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រដែលទទួលបានពានរង្វាន់ Nobelហើយស្ត្រីដំបូងបង្អស់ដែលបានតែងតាំងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Sorbonne ហើយគិតមកដល់ពេលបច្ចុប្បន្ននេះ Marie Curie នឹងគឺនៅតែជាមនុស្សតែម្នាក់គត់មិនថាជាស្ត្រីឬក៏ជាបុរសគឺជាមនុស្សតែម្នាក់គត់ដែលទទួលបានពានរង្វាន់ Nobel រហូតដល់ទៅ2នៅក្នុងមុខវិជ្ជាសាស្ត្រ2ផ្សេងគ្នា